នាងខ្ញុំសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានពី AMS អរិយធម៌ខ្មែរជាទីមេត្រីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនាងខ្ញុំសូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ200ខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី1ខែកក្កដាឆ្នាំ2026សម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីជោគជតារាសីលាភសក្ការៈលុយកាក់និងការធ្វើដំណើរថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានលាភជ័យនៅក្នុងថ្ងៃពុធនេះនៅពេលនេះនាងខ្ញុំសូមជម្រាបជូនដូចតទៅឆ្នាំលាភសំណាងទាំង6មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំខាលពងយៈស្រីឆ្នាំថោះពងមនុស្សស្រីឆ្នាំរោងពងទេវតាប្រុសឆ្នាំមមីពងទេវតាស្រីឆ្នាំកុលពងមនុស្សស្រីអ្នកមានឱកាសសម្រេចបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងការងារដោយសារសមត្ថភាពវិជ្ជាជីវៈនិងជំនាញក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញការទទួលស្គាល់ពីថ្នាក់លើនិងមិត្តរួមការងារជួយបង្កើនទំនុកចិត្តនិងជំរុញឲ្យលោកអ្នកមានកម្លាំងចិត្តបន្តអភិវឌ្ឍផែនការអនាគតរបស់ខ្លួនហិរញ្ញវត្ថុមានស្ថិរភាពល្អជាមួយនឹងចំណូលជាប់លាប់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ចិត្តជាងមុនការគ្រប់គ្រងការចំណាយនៅតែសំខាន់ដើម្បីជៀសវាងការខ្ជះខ្ជាយនិងធានាបាននូវស្ថិរភាពរយៈពេលវែងនេះជាឱកាសល្អសម្រាប់បន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងបំពេញគោលដៅដែលលោកអ្នកបានដាក់ចិត្តជាយូរណាស់មកហើយបើអ្នកបន្តរក្សាវិន័យភាពសកម្មតិចតួចជាបន្តបន្ទាប់នោះលទ្ធផលកាន់តែប្រសើរឡើងស្ថានភាពហិរញ្ញវត្ថុមានភាពវិជ្ជមាននិងស្ថិរភាពដោយប្រភពចំណូលជាប់លាប់អ្នកអាចមានអារម្មណ៍សុវត្ថិភាពជាងមុនគួរតែរក្សាទម្លាប់ចំណាយឲ្យបានសមរម្យនិងមានផែនការច្បាស់លាស់ដើម្បីធានាថាសមត្ថភាពសន្សំសម្រាប់អនាគតស្នេហាទំនាក់ទំនងមានភាពចុះសម្រុងមានការយល់ចិត្តគ្នាយ៉ាងល្អអ្នកនិងដៃគូអាចរស់នៅក្នុងបរិយាកាសកក់ក្ដៅស្ងប់សុខជាងមុនឆ្នាំមធ្យមទាំង3មានដូចជាឆ្នាំម្សាញ់ពងមនុស្សប្រុសឆ្នាំមមែពងទេវតាស្រីឆ្នាំវកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមរាល់ការងារពាណិជ្ជកម្មតូចធំទិញចុះលក់ចេញសេវាកម្មគ្រប់ប្រភេទបានផលសមប្រកបក្នុងរយៈពេលនេះលោកអ្នកគួរចំណាយពេលវេលាគិតឲ្យបានម៉ត់ចត់មុនពេលធ្វើសេចក្តីសម្រេចសំខាន់ការសម្រេចចិត្តដោយប្រញាប់ប្រញាល់អាចនាំឲ្យមានហានិភ័យដូច្នេះការសួរយោបល់ពីមនុស្សដែលមានបទពិសោធន៍ឬអ្នកដែលទុកចិត្តអាចជួយឲ្យលោកអ្នកមើលឃើញជម្រើសបានយ៉ាងច្បាស់ជាងមុនការសម្រេចចិត្តដោយប្រញាប់ប្រញាល់អាចនាំឲ្យមានហានិភ័យដូច្នេះការសួរយោបល់ពីមនុស្សដែលមានបទពិសោធន៍អ្នកដែលទុកចិត្តនឹងអាចជួយឲ្យលោកអ្នកមើលឃើញជម្រើសបានច្បាស់ជាងមុននេះជាពេលវេលាដ៏ល្អសម្រាប់រៀនសូត្រនិងបង្កើនការយល់ដឹងមុននឹងឆ្ពោះទៅរកជំហានថ្មីនៅក្នុងការងារស្ថានភាពហិរញ្ញវត្ថុនៅតែមានស្ថិរភាពដែលអាចផ្ដល់ឱកាសឲ្យលោកអ្នកអនុវត្តផែនការដែលបានគិតទុកយូរមកហើយអ្នកគួរប្រុងប្រយ័ត្នចំពោះការវិនិយោគនិងជៀសវាងការចំណាយលើសកម្រិតការរៀបចំផែនការថវិកាឲ្យបានច្បាស់ជួយរក្សាសុវត្ថិភាពហិរញ្ញវត្ថុរយៈពេលវែងទំនាក់ទំនងស្នេហាមានភាពរលូនមានការយល់ចិត្តគ្នាយ៉ាងល្អនៅពេលដែលលោកអ្នកមានដៃគូទស្សនៈនិងអារម្មណ៍ស្រដៀងគ្នាវានឹងធ្វើឲ្យការចែករំលែកបញ្ហាជីវិតកាន់តែងាយស្រួលជួយពង្រឹងចំណងឲ្យកាន់តែរឹងមាំនិងយូរអង្វែងឆ្នាំធ្លាក់ចុះទាំង3មានដូចជាឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំរកាពងយៈប្រុសឆ្នាំចពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រោតចុះរាល់ការបណ្ដាក់ទុនជាមួយម្ចាស់អាជីវកម្មសេវាកម្មទិញលក់ផ្សេងបានផលចំណេញអាជីពរបស់លោកអ្នកនៅក្នុងរយៈពេលនេះការងារអាចជួបបញ្ហាខ្លះដោយសារតែពាក្យចចាមអារ៉ាមនិងការប្រកួតប្រជែងដែលមិនមានភាពស្មើគ្នាអ្វីដែលសំខាន់គឺការរក្សាអាកប្បកិរិយាវិជ្ជាជីវៈនិងបន្តបង្ហាញសមត្ថភាពតាមរយៈលទ្ធផលជាក់ស្ដែងបើអ្នកអត់ធ្មត់និងមិនឆាប់ប្រតិកម្មអ្នកអាចជួយស្ដារទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានជាបន្តបន្ទាប់ផ្នែកហិរញ្ញវត្ថុត្រូវការប្រុងប្រយ័ត្នខ្ពស់ជាងមុនសម្ពាធពីការងារឬបរិយាកាសជុំវិញអាចធ្វើឲ្យលោកអ្នកសម្រេចចិត្តចំណាយឬវិនិយោគដោយមិនបានគិតគ្រប់ជ្រុងជ្រោយសម្ពាធពីការងារឬបរិយាកាសជុំវិញអាចធ្វើឲ្យលោកអ្នកសម្រេចចិត្តចំណាយឬវិនិយោគដោយមិនបានគិតគ្រប់ជ្រុងជ្រោយអ្នកគួរពិនិត្យឡើងវិញរាល់ការចំណាយនិងការគិតឲ្យបានម៉ត់ចត់មុនពេលសម្រេចចិត្តសំខាន់ដើម្បីជៀសវាងហានិភ័យដែលមិនចាំបាច់នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមានតម្លៃតាមដានហោរាសាស្ត្រប្រចាំថ្ងៃសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំពី AMS អរិយធម៌ខ្មែរសូមអរគុណសូមជម្រាបលា